តម្លៃមាសបានកើនឡើងមកវិញបន្ទាប់ពីបានធ្លាក់ចុះសន្ទុះប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះមកនៅត្រឹមប្រហែល 99.5 នៅថ្ងៃច័ន្ទនេះដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពដែលអាចជាការឈានដល់ការបើកច្រកសមុទ្រអូម៉ូសឡើងវិញព័ត៌មានខាងលើនេះបានជំរុញឲ្យតម្លៃប្រេងមានការធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល2ខែដែលជួយកាត់បន្ថយការភ័យខ្លាចនៃកំណើនអតិផរណាដែលកាន់តែខ្លាំងឡើងនិងកាត់បន្ថយក្តីរំពឹងនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកវិនិយោគិននៅលើនេះកំពុងងាកមកយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំគោលនយោបាយដំបូងរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកក្រោមប្រធានថ្មីគឺលោក Kevin Warsh ដោយទីផ្សាររំពឹងថាអត្រាការប្រាក់នឹងនៅតែរក្សាដដែលការធ្លាក់ចុះនៃតម្លៃប្រេងឆៅក៏ដូចជាការធ្លាក់ចុះនៃសន្ទុះប្រាក់ដុល្លារបន្តិចយើងឃើញថាធ្វើឲ្យតម្លៃមាសបានងើបឡើងមកវិញនៅកម្រិត $4,320 នៅក្នុង1អុននៅថ្ងៃច័ន្ទនេះគួររំលឹកផងដែរថាកម្រិតខ្ពស់នៃសប្តាហ៍មុនគឺនៅកម្រិត $4,360 នៅក្នុង1អុនហើយកម្រិតដែលទាបបំផុតនោះគឺបានចុះដល់ក្រោមកម្រិត $4,024 យោងតាមការធ្វើ correction នៃ Fibonacci យើងឃើញថាកម្រិត 2/3 ដែលស្មើនឹងតម្លៃ 42.40 ត្រូវបានបែកទៅខាងលើរហូតដល់កម្រិត 43.20 ដូច្នេះតម្លៃដែលយើងរំពឹងបន្ទាប់អាចនៅដល់កម្រិតខ្ពស់បំផុតប្រចាំសប្តាហ៍មុនគឺនៅកម្រិត 43.60 ហើយចំណែក RSI ក្នុងរយៈពេល9ថ្ងៃយើងឃើញថាបានរក្សានៅកម្រិតខ្ពស់គឺនៅកម្រិតលើសពី80សម្រាប់ candlestick ដែលយើង view ជា daily time frame យើងឃើញថាបានលេចចេញជារូបរាងដែលយើងហៅថា piercing line ដែលនេះជាសញ្ញាបញ្ជាក់ថា bullish គឺនៅតែ in control ដដែល possibility ផ្នែក bullish ទៅខាងលើយើងរំពឹងនៅកម្រិត 42.7 43.10 និង 43.60 ដែលជាចំណុចខ្ពស់បំផុតប្រចាំសប្តាហ៍មុនហើយចំណែកកម្រិត bearish នៅខាងក្រោមយើងរំពឹងនៅតម្លៃ 42.42 42.40 និង 41.30 ហើយប្រសិនបើជាតម្លៃ 41.30 នេះត្រូវបានបែកនោះយើងនឹងរំពឹងនៅកម្រិតទាបបំផុតកាលពីសប្តាហ៍មុនដែលស្មើនឹងតម្លៃ 40.24